សង្គ្រោះមនុស្សសិនទៅលោកពូឈីនកុំប្រើក្បួនម្ជុលនេះអីឯងគឺស៊ីវហ្វានមែនទេបាទលោកពូគឺខ្ញុំនឹងហើយឯងនិយាយផ្ដេសផ្ដាសស្អីអាប្រកាច់ឯងនេះនៅក្មេងសោះដឹងស្អីទៅហាឆុងទឹកផ្អែមសណ្ដែកខៀវជាមួយទឹកឃ្មុំបន្សាបជាពលជាបន្ទាន់ទៅចាក់ម្ជុលត្រង់ចំណុចណៃខ្វានហឺគូនិងថៃឆុងចាក់ស្រាបានហើយហាមចាក់ជ្រៅណាធ្វើតាមអ្វីដែលស៊ីវហ្វាននិយាយទៅលោកពូឈីនទប់ចង្វាក់បេះដូងគាត់សិនទៅចាំអាការៈប្រកាច់គាត់រៀងធូរសឹមឲ្យគាត់ក្អួតមកវិញយល់ហើយវិចខ្ចប់កាក់សំណល់ថ្នាំនិងឆ្នាំងដាំថ្នាំនេះទុកទៅរួចយកទៅប្រគល់ឲ្យប៉ុស្តិ៍ប៉ូលីសទាំងអស់កុំប្តឹងប៉ូលីសអីលោកគ្រូពេទ្យឈីនខ្ញុំខុសហើយខ្ញុំពិតជាខុសមែនលោកគ្រូចុះអ្នកណាប្រាយមកខ្ញុំអត់ដឹងថាគេជាអ្នកណាទេគេគ្រាន់តែទេមកប្រាប់ខ្ញុំថាឲ្យតែខ្ញុំរករឿងឲ្យបានធំដុំទៅគេនឹងឲ្យលុយខ្ញុំ 100000 ហ្មងអញដឹងទេថាបើសិនជាថ្ងៃនេះមានរឿងមែននោះមិនត្រឹមតែគ្លីនិកគូជុំតាមត្រូវរលីទេសូម្បីតែគ្រួសារមួយក៏ត្រូវរលីដែរយល់ទេហាសៀវហ្វានអ្នកមីងស៊ូស្គមជាងមុនទៅទៀតមិនក៏នៅតែស្គមអញ្ចឹងក្មួយប៉ុន្មានឆ្នាំនេះឯងច្បាស់ជាលំបាកខ្លាំងហើយណោះឲ្យតែបានរៀនខ្ញុំមិនលំបាកទេលោកពូឈីនខ្ញុំប្រឡងចប់វិទ្យាល័យលេខ1ជាងចឹងហើយល្អណាស់ក្មួយពូដឹងស្រាប់ហើយថាឯងពិតជាអាចធ្វើបានហ្មងបងឈិនហ្វានបងសម្រាប់បន្តិចសិនទៅណាពេលថ្ងៃបងត្រូវទៅរៀនយប់ឡើងត្រូវមកឆែកទូឆ្នាំទៀតទោះជាមនុស្សដែរក៏ទ្រាំមិនបានដែរតើអត់ត្រូវទេមានកន្លែងណាខុសមែនទេក្មួយនេះមិនមែនជាយិនសិនលេខ1ទេរៀងវាមិនសូវហាប់មុខកាត់វាក៏មិនសូវម៉ត់ដែរយ៉ាងច្រើនបានត្រឹមលេខ2ហ្នឹងចុះមិនបានវាគេបត្រសរសេរថាលេខ1អញ្ចឹងតម្លៃវាក៏អត់ត្រូវដែរនឹងមានរឿងអីមែនបងយិនសិនមួយវគ្គនេះគឺគេស៊ីថ្លៃហើយ